បាទសួស្តីលោកគ្រូអ្នកគ្រូទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានវីដេអូមួយបាទចង់ចែករំលែកបង្ហាញលោកគ្រូអ្នកគ្រូអំពីរបៀបនៃការសិក្សានៅលើថ្នាលឬក៏ថ្នាក់រៀន AI Class Asian ណាបាទអញ្ចឹងលោកគ្រូអ្នកគ្រូខ្លះបានចុះឈ្មោះនៅលើថ្នាក់រៀនរួចហើយបាទអញ្ចឹងបើសិនបើលោកគ្រូបានចុះឈ្មោះរួចហើយគឺយើងចូលទៅរៀនតែម្ដងហើយការសិក្សាហ្នឹងគឺលោកគ្រូអ្នកគ្រូស្វ័យសិក្សាដោយខ្លួនឯងតាមរយៈការណែនាំនៅលើថ្នាលបាទជាដំបូងដើម្បីប្រើប្រាស់ថ្នាលនឹងបានគឺយើងត្រូវចុះឈ្មោះហើយវីដេអូចុះឈ្មោះខ្ញុំបានរៀបចំជូនហើយលោកគ្រូអាចមើលវីដេអូនឹងទៅដោយឡែកអ្នកដែលបានចុះឈ្មោះរួចបាទគឺលោកគ្រូចូលប្រើបាទចូលប្រើដោយប្រើប្រាស់គណនីដែលយើងបានចុះឈ្មោះហ្នឹងបាទជាក់ស្ដែងខ្ញុំមកដល់ website aiclassasian.org បាទ website ដែលយើងរៀនទាំងអស់គ្នាបាទជំហានដំបូងលោកគ្រូត្រូវ log in បាទឬក៏ចូលទៅគណនីហ្នឹងបាទអញ្ចឹងលោកគ្រូត្រូវប្រើប្រាស់ email និង password ដែលយើងបានបង្កើតនៅក្នុងថ្នាក់រៀនបាទបន្ទាប់មកលោកគ្រូអាចគ្រីសកន្លែង remember me ហ្នឹងដើម្បីឲ្យងាយស្រួលថ្ងៃក្រោយចូលមកវាចងចាំតែម្ដងបាទយើងគ្រីសវាទៅហើយយកពាក្យថា submit បាទពេល submit វាដាក់នឹង concrete វាន័យថាយើងបានចូលថ្នាក់រៀនដោយជោគជ័យហើយបាទអញ្ចឹងយើងចុចពាក្យថា next បាទអញ្ចឹងជាជំហានដំបូងគឺលោកគ្រូអាចមើលជាទូទៅបាននៅក្នុង profile របស់យើងបាទដោយសារខ្ញុំជាគ្រូបង្គោលអញ្ចឹងខ្ញុំអាចឃើញចំនួនសិស្សជាក់ស្ដែងបច្ចុប្បន្នខ្ញុំមាន236នាក់នៅលើ500នាក់ហើយសិស្សមួយចំនួនតូចគឺបានបញ្ចប់ការសិក្សារបស់គាត់ហើយអ្នកដែលបញ្ចប់គឺទទួលបានវិញ្ញាបនបត្របញ្ជាក់ដែលទទួលស្គាល់ដោយក្រុមហ៊ុន Google ក៏ដូចជាទទួលបានរង្វាន់ពីខ្ញុំផ្ទាល់បាទដែលជូនពួកគាត់ជាការលើកទឹកចិត្តបាទហើយដោយឡែកលោកគ្រូអ្នកគ្រូខ្លះគាត់កំពុងតែសិក្សានៅឡើយទេបាទអញ្ចឹងយើងមើលទៅចំនួនអ្នករៀនបាទមានអ្នកចប់មានអ្នកកំពុងតែសិក្សាបដាក៏មានដែរហើយអ្នកខ្លះក៏គាត់អត់ទាន់បានចូលដែរដោយសារតែគាត់អត់ទាន់ដឹងថាយើងរៀនរបៀបម៉េចនៅក្នុងថ្នាលមួយហ្នឹងបាទអញ្ចឹងក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញរបៀបនៃការចូលរៀនតែម្ដងបាទជាជំហានដំបូងគឺលោកគ្រូចូលមកកាន់ our course ដែលភាសាខ្មែរថាវគ្គសិក្សាអញ្ចឹងខ្ញុំសូមបញ្ជាក់លោកគ្រូដែរសូមយើងផ្លាស់ប្ដូរភាសានេះកន្លែងទង់ជាតិនេះបាទកន្លែងទង់ជាតិនេះយើងចុចលើវាទៅយើងដូរពីអង់គ្លេសទៅខ្មែរ Central ខ្មែរនេះបាទយើងចុចលើភាសាខ្មែរដើម្បីទទួលបានការមនុយនៃការបរៀនបែបភាសាខ្មែរដោយសារយើងបដូរ switch ពីអង់គ្លេសមកខ្មែរហើយមាតិកាទាំងអស់គឺយើងបដូរមកខ្មែររួចរាល់បាទអញ្ចឹងមានខ្មែរស្រាប់ណាបាទអញ្ចឹងដើម្បីចូលរៀនគឺលោកគ្រូទៅកាន់វគ្គសិក្សាបាទទៅកាន់វគ្គសិក្សាលោកគ្រូឃើញកន្លែងនេះអាចថាជា educator បាទលោកគ្រូជាអ្នកអប់រំបាទដោយខ្ញុំជាគ្រូបកគោលអញ្ចឹងវាចេញបែបហ្នឹងណាបាទហើយខ្ញុំនឹងបង្ហាញថាយើងរៀនរបៀបម៉េចបាទទាំងអស់លោកគ្រូដែលជា educator យើងមាន25 module ហើយអ្វីដែលចាំបាច់បាទគេដាក់ថាចាំបាច់ហ្នឹងគឺត្រូវតែរៀនយើងមាន15 module បាទសំទោស15ម៉ោងសំទោសអានេះជាម៉ោងណាបាទអញ្ចឹងយើងមាន25ម៉ោងហើយយើងរៀនគឺវាមានមេរៀនអាច1ម៉ោងអីចឹងទៅជាក់ស្ដែងបាទហើយនៅក្នុងមេរៀនមួយអាចមានមេរៀននេះមាន3 module បាទមេរៀននេះ3អានេះ4 module 3 module ទៅតាមប្រភេទមេរៀនហើយមេរៀនណាដែលដាក់ថាចាំបាច់គឺលោកគ្រូអ្នកគ្រូត្រូវតែរៀនហើយបើគេអត់ដាក់ទេយើងអាចរំលងបានប៉ុន្តែលើកទឹកចិត្តសូមឲ្យលោកគ្រូអ្នកគ្រូបានរៀនគ្រប់ទាំងអស់បាទទោះបីគេមិនដាក់ចាំបាច់ទេក៏សូមចូលទៅរៀនទៅព្រោះវាជាចំណេះដឹងថ្មីដែលលោកគ្រូត្រូវស្វ័យសិក្សាដោយខ្លួនឯងបាទអញ្ចឹងខ្ញុំសូមបង្ហាញរបៀបនៃការចូលរៀនតែម្ដងដំបូងគឺលោកគ្រូត្រូវចុចទៅលើមេរៀនបាទសូមបញ្ជាក់សារថ្មីដំបូងគឺយើងចុចទៅវគ្គសិក្សាបន្ទាប់មកយើងនឹងឃើញវគ្គដែលយើងកំពុងតែរៀននឹងហើយយើងចុចទៅលើមេរៀនបាទមេរៀនដំបូងបំផុតបាទមេរៀនដំបូងបំផុតគេដាក់ថាការណែនាំពី AI បាទអំពី AI អញ្ចឹងប្រភេទសមត្ថភាពហ្នឹងគឺមូលដ្ឋានគ្រឹះ AI បាទជាមូលដ្ឋានគ្រឹះទៅលើមេរៀនហ្នឹងហើយលោកគ្រូអានទៅចប់ទៅមានន័យឃើញស្អីយើងអានបន្តរហូតទៅបាទសម្រាប់ឧបទេសមានកុំព្យូទ័រឬ tablet ដែលយើងមានអ៊ីនធឺណិតប្រើប្រាស់បានគោលគំនិតសំខាន់ណារៀបចំឲ្យមានមូលដ្ឋានគ្រឹះអក្ខរកម្ម Digital តាមរយៈការកំណត់អំពី AI ដែលអាចធ្វើការវែកញែកអាចញែកពីបច្ចេកវិទ្យាពាក់ព័ន្ធផ្សេងព្រមទាំងស្វែងរកសមាសធាតុនិងកម្មវិធី Snow របស់វាលើសពីនេះក៏ណែនាំការគិតបែបវិភាគនិងបែបរចនាសម្ព័ន្ធជាជំនាញដើម្បីយល់ដឹងនិងធ្វើការជាមួយប្រព័ន្ធ AI បាទអញ្ចឹងនេះជាគោលគំនិតរបស់គេហើយចំណេះដឹងមានស្រាប់បាទមូលដ្ឋានគ្រឹះបញ្ញត្តិទូទៅនៃបច្ចេកវិទ្យានិងឧបករណ៍ Digital មួយចំនួនបាទរយៈពេលសរុបនៃការរៀនមេរៀនហ្នឹងគឺរយៈពេល60នាទីយើងឃើញហើយបាទហើយតេស្តមុនវគ្គយើងត្រូវចំណាយពេល5នាទីបាទ
បន្ទាប់មកយើងត្រូវចូលទៅរៀនសម្ភារៈសិក្សាហ្នឹងគឺអីដែលយើងត្រូវទៅរៀនរយៈពេល20នាទីបាទហើយនៅតេស្តក្រោយវគ្គចំនួន5នាទីទៀតបាទអញ្ចឹងមានន័យថាយើងតេស្តហើយបានយើងរៀនហើយយើងតេស្តភាសាទៀតចង់ដឹងថាតើក្រោយពីការរៀនដោយខ្លួនឯងហ្នឹងយើងយល់បានកម្រិតណាទៅលើខ្លឹមសារដែលមាននៅក្នុងមេរៀនហ្នឹងវត្ថុបំណងទី1ស្វែងយល់និងបញ្ជាក់ថាបញ្ញាសិប្បនិម្មិតហ្នឹងគឺជាអ្វីបាទភាពខុសគ្នារវាង AI ស្វ័យប្រវត្តិកម្ម automation បាទនិងក្បួនដោះស្រាយបញ្ហា algorithm បាទកំណត់បង្ហាញពីវិស័យរងរបស់ AI ឧទាហរណ៍ machine learning deep learning neural network និងពិភពពិតនៃកម្មវិធីរបស់វាកំណត់ពីរបៀបដែល AI មានឥទ្ធិពលលើជីវិតរស់នៅប្រចាំថ្ងៃនៃការរៀនសូត្រចឹងទៅណាបាទអញ្ចឹងអីដែលសំខាន់លោកគ្រូអានចប់នេះនៅក្នុងវត្ថុបំណងមេរៀនគឺយើងត្រូវធ្វើ pre-test ឬក៏ test មុនវគ្គបរិយា test ហ្នឹងហើយដើម្បី test បាននេះគេដាក់ប៊ូតុង start here នេះអញ្ចឹងបើសិនលោកគ្រូអត់ test ទេបើយើងអាចទៅជំហានបន្តបានដែរហើយយើងមើលមកខាងក្រោមបន្តិចសិនមុននឹង test បាទបន្ទាប់ពី test ហើយគឺយើងត្រូវតែទៅចូលកន្លែងសម្ភារៈសិក្សាអញ្ចឹងគេប្រាប់ថាអ្នកត្រូវតែបញ្ចប់បរិយា test មុននឹងបន្តអញ្ចឹងបើសិនបើយើងអត់ប្រើបរិយា test ទេក៏យើងរៀនវគ្គនឹងអត់កើតដែរហើយបន្ទាប់ពីរៀនចប់គេឲ្យយើងធ្វើ test ក្រោយវគ្គអញ្ចឹងគេប្រាប់ថាអ្នកត្រូវតែបញ្ចប់ module មុននឹងធ្វើ test បញ្ចប់អញ្ចឹងតោះតែយើងអានអានេះរៀនអានេះចប់ហើយមិនយើងទៅ test ក្រោយវគ្គបានឥឡូវជំហានទី1 test មុនវគ្គអញ្ចឹងខ្ញុំ start here បាទខ្ញុំដើរតួខ្ញុំជាសិស្សដូចលោកគ្រូនិងគ្រូអញ្ចឹងបាទអញ្ចឹងគេថាការណែនាំអំពី AI តើ AI គឺជាអ្វី test មុនវគ្គចាប់ផ្ដើមពី1ដល់5តើអ្នកមានទំនុកចិត្តប៉ុណ្ណាក្នុងការយល់ដឹងរបស់អ្នកថាតើ AI គឺជាអីណាអញ្ចឹងខ្លួនយើងគិតថាតើ AI គឺជាអីយើងកម្រិតសមត្ថភាពរបស់យើងចេះប៉ុណ្ណាឧទាហរណ៍ខ្ញុំចេះត្រឹមលេខ4ឬលេខ3យើងយកតាមលេខមកថាលេខ4ហើយបន្ទាប់មកបាទចេះបន្ទាប់បាទតើ AI មានន័យដូចម្ដេចបាទអញ្ចឹងគេដាក់ថាតើ AI អាណាមួយដែលពាក្យពេញរបស់ AI ហ្នឹងបាទមាន automation interface advanced internet animated image ហើយ artificial intelligence អញ្ចឹងមកបាទអញ្ចឹងយើងគិតថាចម្លើយនេះត្រូវចម្លើយណាមួយត្រូវយើងចុចលើវាទៅហើយចុចបន្ទាប់តើ algorithm បាទ algorithm ហ្នឹងគឺជាអីជាមនុស្សយន្តជាម៉ាស៊ីនឆ្លាតវៃការណែនាំជាជំហានមេរោគកុំព្យូទ័រអញ្ចឹងយើងគិតថាណាមួយត្រឹមត្រូវឧទាហរណ៍ខ្ញុំយកនេះត្រឹមត្រូវហើយបន្ទាប់តើ machine learning ធ្វើអ្វីបាទសួរតាម machine learning ធ្វើអីអនុវត្តតាមច្បាប់កំណត់ការកំណត់ទូរស័ព្ទរបស់អ្នកការចាក់តន្ត្រីរៀនពីទិន្នន័យអញ្ចឹងយើងគិតថាចម្លើយណាមួយត្រឹមត្រូវការយល់ឃើញរបស់យើងជាក់ស្ដែងណាមិនបាច់ទៅឆែក AI អីមើលទេយើងចង់ដឹងថាយើងចេះប៉ុណ្ណាយើងឆ្លើយប៉ុណ្្នឹងមកខ្ញុំយកមួយនេះខ្ញុំយកបន្ទាប់ហេតុអីបានជាគ្រូបង្គោលគូយល់ពី AI ណាហេតុអីបានគ្រូបង្គោលត្រូវរៀនពី AI ហ្នឹងពួកគេអាចបង្រៀនអ្នកដទៃពី AI ដើម្បីឈ្នះការជជែកចាញ់ឈ្នះចាញ់ហ្នឹងមកពួកគេអាចខ្លាចជាវិស្វករ AI សរសេរសៀវភៅអំពីមនុស្សយន្តហ្នឹងមកបាទអញ្ចឹងយើងគិតថាមួយណាត្រឹមត្រូវយើងចុចមួយហ្នឹងហើយចុចបន្ទាប់បាទជាក់ស្ដែងនៅមានទំនួលមួយទៀតគេថាខ្ញុំអាចប្រើបញ្ញាសិប្បនិម្មិតដើម្បីពង្រីកព្រំដែនចំណេះដឹងរបស់សិស្សបាទអញ្ចឹងខ្ញុំមិនដឹងទេខ្ញុំមានអនុលោមភាពខ្លាំងមានអនុលោមភាពខ្លាំងបាទនេះអនុលោមភាពខ្លាំងមានអនុលោមភាពខ្លាំងបាទនេះមិនប្រកបមិនមានអនុលោមភាពខ្លាំងនឹងទេមិនមានអនុលោមភាពមិនមានអនុលោមភាពខ្លាំងបាទអញ្ចឹងនេះអាចច្រឡំនេះត្រឹមតែភាពទេអាហ្នឹងគេគាត់ប្រាប់ថាតើគេថាខ្ញុំអាចប្រើបញ្ញាសិប្បនិម្មិតដើម្បីពង្រីកព្រំដែនចំណេះដឹងរបស់សិស្សមានន័យថាយើងអាចប្រើវាសម្រាប់ពង្រីកទៅលើការយល់ដឹងរបស់សិស្សបានដែរទេវាមានប្រយោជន៍អត់ណាអញ្ចឹងបើគិតថាបើយើងអត់ដឹងយើងយក0ទៅតែបើគិតថាអានឹងជួយបានខ្លាំងណាបាទអញ្ចឹងយើងយក1ប៉ុន្តែបើយើងគិតថាជួយបានខ្លាំងដែរតែវាមិនខ្លាំងពេកអញ្ចឹងណាយក2ហើយបើគិតថាលេខ3នេះมันប្រកាសមិនសូវច្បាស់ដែរមិនដឹងថាប្រើនឹងទៅ AI ប្រើជួយសិស្សបានអត់អញ្ចឹងណារហូតដល់អត់បានអីសោះជួយអត់បានអីសោះអញ្ចឹងខ្ញុំគិតថាខ្លាំងខ្ញុំយកនេះមកយក1មកហើយបន្តមកយកបន្ទាប់នឹងមកបាទខ្ញុំអាចប្រើបញ្ញាសិប្បនិម្មិតសមស្របនៅក្នុងសកម្មភាពបង្រៀនផ្សេងគេគិតថាយើងអាចប្រើប្រាស់បញ្ញាសិប្បនិម្មិតបានអត់ឬក៏ប្រើទៅវាល្អអត់ក្នុងសកម្មភាពបង្រៀនផ្សេងអញ្ចឹងយើងគិតថាបើអត់ដឹងដាក់អត់ដឹងបើទេដាក់ទេហើយបើគិតថាបាតចាស់យើងគ្រាបាតចាស់ហ្នឹងទៅយកពាក្យបន្ទាប់
ខ្ញុំមានសមត្ថភាពក្នុងការជ្រើសរើសបញ្ញាសិប្បនិម្មិតដើម្បីរក្សាកម្លាំងចិត្តនិងចំណាប់អារម្មណ៍របស់សិស្សបាទអញ្ចឹងមានន័យយើងចេះប្រើប្រាស់វាណាដើម្បីឲ្យសិស្សហ្នឹងវាចាប់អារម្មណ៍លើការរៀនសូត្រវាចូលចិត្តរៀនសូត្រណាបាទអញ្ចឹងបើយើងគិតថាមិនដឹងដាក់មិនដឹងបើអត់ចេះទេដាក់អត់ចេះទៅបើបាតចាស់យកបាតចាស់ទៅហើយយកបន្ទាប់បាទនេះគេថាបញ្ញាសិប្បនិម្មិតគួរឲ្យចាប់អារម្មណ៍បាទយើងគួរគិតថាគួរចាប់អារម្មណ៍អត់បើមិនដឹងដាក់មិនដឹងមិនគួរចាប់អារម្មណ៍យកលេខ1មករហូតដល់ចាប់អារម្មណ៍ខ្លាំងយកលេខ5អញ្ចឹងអាស្រ័យលើលោកគ្រូអ្នកគ្រូទេអញ្ចឹងតេស្តដើមគ្រាហ្នឹងគឺអត់ខ្វល់ខុសត្រូវទេវាអាស្រ័យទៅលើការយល់ដឹងជាក់ស្ដែងហើយនឹងការវាស់ស្ទង់សមត្ថភាពរបស់លោកគ្រូអ្នកគ្រូបាទខ្ញុំយក5ដែលខ្ញុំគិតថាវាខ្លាំងវាចាប់អារម្មណ៍ហើយបន្ទាប់ផលប៉ះពាល់នៃបញ្ញាសិប្បនិម្មិតទៅលើជីវិតប្រចាំថ្ងៃបាទខ្ញុំមិនដឹងអវិជ្ជមានវិជ្ជមានខ្លាំងអញ្ចឹងយើងគិតថាវាវិជ្ជមានឬក៏អវិជ្ជមានសម្រាប់លោកគ្រូណាអាស្រ័យជាក់ស្ដែងខ្ញុំយក4អញ្ចឹងមកឧទាហរណ៍បញ្ញាសិប្បនិម្មិតមានលទ្ធផលវិជ្ជមានសម្រាប់មនុស្សជាតិបាទអញ្ចឹងមានន័យថាសូននេះអត់សោះហើយមានតិចរហូតដល់ខ្លាំងណាបាទយើងយល់ស្របទាំងស្រុងឬក៏យើងមិនយល់ស្របតាមការយល់ជាក់ស្ដែងcủaគ្រូថាតើវាវិជ្ជមានឬអត់បាទខ្ញុំគិតថាវិជ្ជមានដាក់ត្រឹម8អញ្ចឹងឧទាហរណ៍ណាបាទសាច់ចិត្តទេបញ្ញាសិប្បនិម្មិតបង្កើតការបាត់បង់ការងារយើងយល់អញ្ចឹងអត់ណាយល់ថាវាបាត់បង់ការងារឬក៏យ៉ាងម៉េចបាទអញ្ចឹងខ្ញុំគិតថាខ្ញុំដាក់នៅកណ្ដាលមានន័យថាវាមិនបាត់ក៏វាមិនកើតអញ្ចឹងឬក៏វាអានេះគេសួរតើបញ្ញាសិប្បនិម្មិតបង្កើនការបាត់បង់ការងារថាប្រើវាទៅវាអត់មានការងារធ្វើយើងយល់ស្របចឹងអត់ណាបាទអញ្ចឹងខ្ញុំមិនយល់ស្របទាំងស្រុងទេប៉ុន្តែក៏មិនមែនថាខ្ញុំមិនយល់ស្របថាវាមិនបាត់បង់ការងារដែរអញ្ចឹងដាក់5ឧទាហរណ៍ណាបន្ទាប់បញ្ញាសិប្បនិម្មិតធ្វើឲ្យយើងងាយរងគ្រោះពីការគំរាមកំហែងតាមអ៊ីនធឺណិតត្រូវអត់ណាយើងបញ្ញាសិប្បនិម្មិតហ្នឹងធ្វើឲ្យយើងទៅជាជនងាយរងគ្រោះវិញបើយើងចេះវាអញ្ចឹងណាបាទអញ្ចឹងខ្ញុំគិតថាខ្ញុំមិនយល់ស្របទេបាទហើយខ្ញុំទៅបន្តទៀតបាទអបអរសាទរអ្នកបានឆ្លើយ4នៃ4សំណួរបាទអញ្ចឹងអា4នៃ4សំណួរហ្នឹងគឺមានន័យថាជាសំណួរដែលវាស់សមត្ថភាពយើងហើយអានេះក៏គេចង់ដឹងថាតើការយល់ឃើញមិនដែរវាអត់មានត្រូវខុសណាមានន័យថាសំណួរដែលត្រូវខុសគិតគេមានតែ4ទេប៉ុន្តែអាសំណួរដែលវាស់ស្ទង់សមត្ថភាពយើងតាមការយល់ឃើញហ្នឹងវាមានច្រើនតែអាតាមលេខមិញហ្នឹងអាហ្នឹងវាមិនមែនត្រូវខុសទេឆ្លើយ0ក៏បាន10ក៏បានតែសាច់ចិត្តទេវាអត់មានឲ្យបន្ទុកទេប៉ុន្តែអាសំណួរឲ្យបន្ទុកហ្នឹងមាន4ប៉ុន្តែខ្ញុំឆ្លើយត្រូវទាំង4ឧទាហរណ៍បែបហ្នឹងណាប៉ុន្តែមេរៀនរបស់លោកគ្រូអ្នកគ្រូមិនប្រកាសដូចខ្ញុំទេប៉ុន្តែដំណើរការនៃរៀនដូចគ្នានៃការរៀនហ្នឹងព្រោះមេរៀនរបស់អ្នកគ្រូផ្សេងលោកគ្រូផ្សេងអាចសំណួរខ្លីជាងហ្នឹងតិចជាងហ្នឹងឬក៏ច្រើនជាងហ្នឹងតាមជាក់ស្ដែងតែអត់មានច្រើនជាងពេកទេណាបាទខ្ញុំមិនចប់បាទអញ្ចឹងដំណាក់កាលដំបូងគឺយើងបានបញ្ចប់ផុសតេស្តសំទោស pre test ហើយត្រូវអត់បាទអញ្ចឹងដំបូងបំផុតគឺត្រូវតែឆ្លើយ pre test ហ្នឹងបាទបើអត់ឆ្លើយទេក៏ចូលទៅរៀនអត់បានដែរហើយលោកគ្រូខ្លះថាខ្ញុំរៀនដល់មុខហើយប៉ុន្តែអា pre test ហ្នឹងខ្ញុំអត់បានឆ្លើយវាអត់អាចទៅរួចទេព្រោះអានេះតើតែយើងរៀនឆ្លើយចប់អាហ្នឹងហើយបានឲ្យចូលទៅក្នុងមេរៀនបាទអញ្ចឹងក្រោយពី pre test ហើយឃើញវាបាត់ទេបាត់ថាអត់មាននៅទៀតទេអញ្ចឹងយើងចូលដល់សម្ភារៈសិក្សាខ្ញុំសូមបញ្ជាក់ដែរថាសម្ភារៈសិក្សាគឺលោកគ្រូអ្នកគ្រូអាចទាញយកមកទុកនៅក្នុងកុំព្យូទ័រសម្រាប់មើលពេលក្រោយក៏បានរៀនពេលអត់អ៊ីនធឺណិតឬក៏យ៉ាងណាក៏បានអានឹងស្រេចចិត្តទេទាញទុកជាឯកសារទៅប៉ុន្តែអីដែលរៀននៅក្នុងថ្នាក់រៀនអនឡាញគឺលោកគ្រូអ្នកគ្រូត្រូវចូលមកកាន់សម្ភារៈសិក្សាបាទចូលមកកាន់សម្ភារៈសិក្សាគឺយើងមានវីដេអូបង្ហាញជូនលោកគ្រូអ្នកគ្រូហើយវីដេអូនេះគឺជាភាសាអង់គ្លេសគ្រូបរទេសជាអ្នកបរៀនបើលោកគ្រូមានចំណេះដឹងភាសាអង់គ្លេសអាចស្វែងយល់បានសូមមើលវីដេអូហ្នឹងទៅប៉ុន្តែប្រសិនបើយើងទៅអត់រួចទេសូមរំលងវីដេអូចោលទៅព្រោះយើងមើលទៅអត់រួចដដែលតែបើមើលរួចលើកទឹកចិត្តឲ្យមើលណាតែបើទៅមិនរួចទេរំលងនេះកន្លែងរំលងវីដេអូហ្នឹងបាទយើងចុចរំលងទៅគឺយើងចូលមកកាន់ slide មេរៀនហើយអញ្ចឹង slide មេរៀនហ្នឹងសូមបញ្ជាក់ថាក្រុមការងារបានបកប្រែកែសម្រួលមកជាភាសាខ្មែរជាបរិបទខ្មែរបាទដែលគ្រូអាចមើលទៅយល់ខ្លួនឯងហើយបើអាចយើងមាន big note អីរៀនតាមជាក់ស្ដែងណាមានន័យយើងចេះអាណាដែលគិតថាវាជាខ្លឹមសារសំខាន់យើងណូតទុកក្នុងសភៅទៅដើម្បីជាចំណេះដឹងយើងមើលពេលក្រោយឆាប់យល់ហើយបើអីដែលឆ្ងល់មើលទៅមិនរួចមិនយល់បបាក់សូមសួរក្នុងក្រុមបាទព្រោះនៅពេលនោះខ្ញុំអាចជួយសម្របសម្រួលបានហើយក៏មានក្រុមការងារនៅក្នុងដែរបាទអញ្ចឹងខ្ញុំសូមមើលតែម្ដងអាហ្នឹងសូមអានទាំងអស់ណាមានអីអានហ្នឹងទៅបាទសូម្បីតែផ្លាកហ្នឹង Asia AIDD Asia ហ្នឹងក៏អានទៅបាទ Asian Foundation ហ្នឹងក៏អានទៅបាទហើយនេះគេដាក់មូលដ្ឋានគ្រឹះបញ្ញាសិប្បនិម្មិត AI សេចក្តីណែនាំពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត AIDD Asian បាទ
with support from google.org ចឹងមកណាបាទចឹងគ្រប់គ្រងដោយក្រុមហ៊ុន Google ណាបន្ទាប់ពីចប់ slide មួយនឹងហើយសូមរុញទៅ slide បន្ទាប់មកគេដាក់ថាក្នុង model នេះអ្នកនឹងរៀនអំពី1តើបញ្ញាសិប្បនិម្មិតគឺជាអ្វី2តើ AI បង្កើតឡើងដោយរបៀបណា3ការយល់ឃើញខុសជាទូទៅនិងហេតុអ្វីគួរតែសិក្សាពី AI ណាបាទអញ្ចឹងនេះជាអីដែលយើងនឹងរៀននៅក្នុង model មួយហ្នឹងបាទយើងចុចបន្ទាប់ទៅតើ AI គឺជាអ្វីបាទអញ្ចឹងនៅក្នុងនេះយើងរៀនមកសកម្មភាពមុនចាប់ផ្ដើមនៅពេលអ្នកឮពាក្យថា AI តើអ្នកនឹកឃើញអីមុនគេចង់ដឹងថាយើងនឹកឃើញស្អីលើ AI អញ្ចឹងយើងក្នុង slide មួយហ្នឹងទោះបីវាមិនមានច្រើនមែនប៉ុន្តែសូមឲ្យលោកគ្រូឆ្លើយខ្លួនឯងគិតថាអូនឹកបើរៀនពី AI ខ្ញុំនឹកឃើញដល់មនុស្សយន្តនឹកឃើញដល់បច្ចេកវិទ្យានឹកឃើញដល់ទូរស័ព្ទនឹកឃើញដល់យន្តហោះនឹកឃើញដល់VR AR tool អីចឹងទៅអាហ្នឹងអាស្រ័យទៅលោកគ្រូអ្នកគ្រូទេនឹកឃើញដល់វីដេអូដែលកើតឡើងដោយ AI ចម្រៀងកើតឡើង AI នឹងយើងឆ្លើយហើយចាំយើងចុចបន្តទៅទៀតបាទលបែងធម្មពលនៅពេលអ្នកលើពាក្យ AI តែអ្នកនឹងនឹកឃើញអីមុនគេអញ្ចឹងអ្នកខ្លះគេថាការគ្រប់គ្រងដោយយន្តភាពយន្តច្នៃប្រឌិតបែបជាសាស្ត្រកម្មវិធីឆ្លាតវៃផែនទីក្នុងទូរស័ព្ទ Gen AI ឬក៏ស្អីទៀតទៅបាទនឹងការឆ្លើយរបស់គ្រប់គ្នាហើយអ្នកខ្លះគាត់ថាគាត់អត់ដឹងទេបាទខ្ញុំពិតជាមិនដឹងទេអាហ្នឹងឆ្លើយចឹងក៏បានដែរឲ្យតែបានឆ្លើយណាបាទបន្ទាប់មកគេចូលទៅដល់បញ្ញាសិប្បនិម្មិត AI ជាបច្ចេកវិទ្យាមួយដែលអនុញ្ញាតឲ្យកុំព្យូទ័ររៀនដូចមនុស្សបាទដូចមនុស្សយើងហ្នឹងបាទមិនដូចកម្មវិធីកុំព្យូទ័រធម្មតាដែលធ្វើតាមការណែនាំតាមការកំណត់បាទតែ AI ហ្នឹងអាចរៀនពីបទពិសោធន៍និងសម្របខ្លួនប្រែប្រួលតាមពេលវេលាបាទកម្មវិធីខ្លះវារៀនទៅតាមមនុស្សប្រាប់ហើយតែ AI ហ្នឹងអត់ទេវាសម្របខ្លួនវាស្វែងយល់អញ្ចឹងទៅបាទយើងតរហូតទៅបាទនេះកម្មវិធីទូទៅ rule base បាទ rule base ហ្នឹងមិនវត្ថុបំណងការសម្គាល់ផ្លែប៉ោមអញ្ចឹងដើម្បីឲ្យផ្លែប៉ោមមួយ AI ស្គាល់គឺត្រូវថតអារូបហ្នឹងដូចយើងលេងនៅក្នុងGoogle AI for Auction ណាបាទយើងសម្គាល់ត្រីសម្គាល់សម្រាមហ្នឹងដូចគ្នាអញ្ចឹងបាទគឺយើងផ្ដល់ទិន្នន័យបាទខ្ញុំអត់សុំអានច្រើនទេដោយសារខ្ញុំធ្វើវីដេអូវាច្រើនពេកវាវែងបាទអញ្ចឹងដើម្បីវាស្គាល់តើឲ្យយើងថតឲ្យច្រើនហ្នឹងមកបាទនេះគឺយើងចប់ហើយបាទដូចជាចប់នៅក្នុងមួយហ្នឹងហើយបាទរៀនចប់ហើយអញ្ចឹងលោកគ្រូអាចខ្វែងចោលបាននៅកន្លែងនេះខ្ញុំធ្លាប់រៀនពីសម្ភារៈនេះបាទអញ្ចឹងមានន័យថាបើយើង download slide ហើយយើងចុចអញ្ចឹងមកតើអ្នកប្រកាសថារៀនដោយ like ដែរឬទេអាហ្នឹងករណីលោកគ្រូអត់ចង់រៀនទៅលើonline ហ្នឹងយើងអាចរៀនតាមរយៈនេះ download យកទៅរៀនខ្លួនឯងប៉ុន្តែយើងអាចចុចនៅកន្លែងហ្នឹងបានបាទអញ្ចឹងនៅក្នុង slide ទាំងអស់វាមានតែប៉ុណ្្នឹងទេបាទតែខ្ញុំសូមខ្វែងចោលបាទអញ្ចឹងនៅកន្លែងនេះគឺយើងបានបញ្ចប់ការសិក្សាហើយសម្ភារៈសិក្សាបញ្ចប់ហើយឃើញទេបាទខ្ញុំខ្វែងចោលទៅខ្ញុំខ្វែងកន្លែងរូបមិញចោលទៅបន្ទាប់មកយើងធ្វើម៉េចទៀតយើងតេស្តក្រោយវគ្គអញ្ចឹងប្រសិនបើលោកគ្រូអ្នកគ្រូអត់បានបាទអត់បានអីអត់បានបញ្ចប់ការសិក្សាមិញទេបាទអត់បានបញ្ចប់នៅកន្លែងសម្ភារៈមិញទេគឺយើងអត់អាចមកតេស្តនឹងបានទេវាតម្រូវឲ្យយើងទៅរៀនឲ្យចប់អសម្ភារៈនឹងសិនបានយើងមកធ្វើតេស្តកើតអញ្ចឹងធ្វើតេស្តបញ្ចប់អញ្ចឹងក្នុងគ្រប់ module ទាំងអស់គ្រប់ម៉ោងទាំងអស់គឺយើងទី1ត្រូវធ្វើតេស្តដើមគ្រាបន្ទាប់មករៀនទៅលើសម្ភារៈហើយបានយើងចូលមកឆ្លើយសំណួរបញ្ចប់តេស្តក្រោយវគ្គអញ្ចឹងខ្ញុំចាប់ផ្ដើមបាទសំណួរសួរ AI ត្រូវបានប្រើក្នុងកម្មវិធីប្រចាំថ្ងៃជាច្រើនដូចជាផែនទីជំនួយសំឡេងតើនេះបង្ហាញពីអី AI is only used at work ណាបាទ AI គឺមានតែពេលអនាគត AI ជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ AI មិនចេះអត្ថប្រយោជន៍ដល់ជីវិតយើងទេអញ្ចឹងលោកគ្រូអ្នកគ្រូដល់ពេលដែលយើងអាន slide ហើយយើងនឹងស្វែងយល់ថាតើសំណួរហ្នឹងចម្លើយវាមួយណាឧទាហរណ៍ខ្ញុំឆ្លើយ B ចេះខ្ញុំចុចបន្ទាប់ of all starter អ្នកបានឆ្លើយត្រូវមួយសំណួរហើយបាទអញ្ចឹងតែប៉ុណ្្នឹងទេយើងចប់តេស្តក្រោយវគ្គមួយហ្នឹងហើយយើងចូលទៅដល់ផ្នែកទី2អញ្ចឹងផ្នែកទី2វាមានដូចផ្នែកទី1អញ្ចឹងបាទគេនិយាយពីគោលបំណងគេហើយគឺយើងចូលទៅសម្ភារៈសិក្សាអញ្ចឹងអាចទាញយកទុកក៏បានមិនទាញយកទុកក៏បានស្រេចចិត្តលោកគ្រូទេបាទហើយយើងចូលសម្ភារៈមានមើលវីដេអូមើល slide បន្ទាប់មកបានយើងចូលទៅតេស្តក្រោយវគ្គបាទសួរថាចុះបើខ្ញុំអត់ទាន់ចូលរៀនសួរខ្ញុំតេស្តក្រោយវគ្គបានទេមិនបានទេកន្លែងនេះគឺតម្រូវឲ្យយើងបញ្ចប់ model មុននឹងធ្វើតេស្តបញ្ចប់បាទអញ្ចឹងពេលយើងរៀនចប់ហើយយើងចូលឆ្លើយសំណួរដូចមិញហ្នឹងជួនមានច្រើនសំណួរជួនមានតិចសំណួរអាហ្នឹងអាស្រ័យទៅតាមមេរៀនហើយបន្ទាប់ពីចប់ទី2គឺយើងចូលដល់ផ្នែកទី3 section 3ហ្នឹងគឺយើងធ្វើដូចគ្នាអញ្ចឹងអត់មានខុសគ្នាទេរហូតដល់ចប់មេរៀនហ្នឹងគឺយើងចុចបន្ទាប់ទៅគឺយើងចូលដល់មេរៀនទី2ផ្នែកម៉ោងទី2បាទអញ្ចឹងវីដេអូខ្ញុំធ្វើខ្លីប៉ុណ្្នឹងបានហើយមិនខ្លីទេវាវែងដែរហើយ
បាទអញ្ចឹងសង្ឃឹមថាលោកគ្រូអ្នកគ្រូដែលអត់ទាន់បានចូលរៀននៅរងចាំការណែនាំពីខ្ញុំហ្នឹងអាចមើលវីដេអូហ្នឹងពីដើមដល់ចប់ហើយនឹងមានទស្សនៈទានស្វែងយល់ទៅលើការរៀននៅលើថ្នាល digital មួយនេះបាទសូមបញ្ជាក់ថាកុំរងចាំខ្ញុំបង្ហាញទាំងអស់អីបាទព្រោះខ្ញុំអាចទៅបង្ហាញគ្រប់មេរៀនបានទេហើយយើងក៏អត់មានការប្រជុំរៀនអីអនឡាញដែរគឺលោកគ្រូអ្នកគ្រូត្រូវរៀនដោយខ្លួនឯងនៅលើថ្នាលសិក្សាមួយនេះរហូតដល់ចប់តាំងពីមេរៀនដើមរហូតដល់ចប់ដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ការចូលរួមការសិក្សាហ្នឹងហើយលោកគ្រូអ្នកគ្រូក៏មានឱកាសទទួលបានរង្វាន់ពីខ្ញុំផ្ទាល់នៅក្នុងក្រុម Telegram ផងដែរបាទខ្ញុំអាចធ្វើបានតែប៉ុណ្្នឹងខ្ញុំជួយបានប៉ុណ្្នឹងលោកគ្រូអាចចូលរៀនបានដោយឥតគិតថ្លៃណាបាទហើយសូមឲ្យយកចិត្តទុកដាក់បាទរៀនឲ្យមានចំណេះដឹងក្នុងខ្លួនជាក់ស្ដែងកុំស្មានហើយសំណួរទៅសួរ AI ដើម្បីឆ្លើយមកឲ្យត្រូវបាទវាមិនមែនជាចំណេះដឹងយើងបាទព្រោះកុំឲ្យខាតបាទនឹងខ្ញុំមានតែប៉ុណ្្នឹងទេហើយអរគុណច្រើនចំពោះលោកគ្រូអ្នកគ្រូដែលបានចូលរួមនៅក្នុងក្រុម Telegram ក៏ដូចជានៅក្នុងថ្នាក់រៀនដែលខ្ញុំបរៀនហ្នឹងបាទសង្ឃឹមថាអីដែលខ្ញុំធ្វើហ្នឹងវាមានប្រយោជន៍ជូនដល់លោកគ្រូអ្នកគ្រូបាទអញ្ចឹងខ្ញុំវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបាទជូនពរលោកគ្រូទាំងអស់សុខសប្បាយទាំងអស់គ្នាមានបញ្ហាសួរខ្ញុំបាននៅក្នុងក្រុមខ្ញុំឆ្លៀតពេលឆ្លើយតបតាមពេលវេលាជាក់ស្ដែងបាទជូនពរសុខសប្បាយទាំងអស់គ្នាបាទសូមជម្រាបលា